សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Easy Cook សម្រាប់វីដេអូថ្ងៃនេះបងប្អូនណាដែលចូលចិត្តក្តាមប្រៃគឺពិសេសខ្លាំងមែនតើថ្ងៃនេះយើងរៀនធ្វើក្តាមប្រៃមានរសជាតិឆ្ងាញ់ងាយស្រួលធ្វើរក្សាទុកបានយូរគួរសមដែរបងប្អូនម្ហូបក្តាមប្រៃនេះជាម្ហូបប្រពៃណីដែលគេនិយមញ៉ាំជាមួយនឹងបាយកកឬក៏បាយក្តៅប៉ុន្តែភាគច្រើនគេនិយមញ៉ាំជាមួយនឹងបាយកកឥឡូវនេះយើងចាប់ផ្ដើមរៀនធ្វើក្តាមប្រៃទាំងអស់គ្នាណាបងប្អូននេះខ្ញុំមានក្តាមស្រែប្រហែលជាកន្លះគីឡូហើយទឹកកកមួយចានដៃតូចខ្ញុំប្រើទឹកកកដើម្បីសម្លាប់ក្តាមនិងលាងបំបាត់ក្លិនបន្ទាប់មកខ្ញុំចាក់ក្តាមចូលចានដែកមួយនៅពេលខ្ញុំចាក់ក្តាមចូលចានដែករួចហើយខ្ញុំនឹងចាក់ទឹកកកចូលដើម្បីសម្លាប់វាឲ្យសន្លប់ងាយស្រួលសម្អាតវាចាំបងប្អូនក្រោយពេលចាក់ទឹកកករួចហើយបងប្អូនត្រូវតែវីទឹកកកនឹងឲ្យសព្វជាមួយនឹងក្តាមដែលនៅក្នុងចានដែកដើម្បីឲ្យវាសព្វសាច់ក្តាមវាឆាប់ត្រឡប់រួចហើយខ្ញុំថែមទឹកជាមួយចានចង្កឹះដើម្បីឲ្យទឹកកកឆាប់រលាយចំណែកឯគ្រឿងផ្សំវិញអត់មានអីរញ៉េរញ៉ៃទេបងប្អូនមានតែម្ទេសខ្ទឹមទឹកត្រីនិងស្ករតែប៉ុណ្ណោះអញ្ជើញស្រីបងប្អូននេះខ្ញុំមិនបានដាក់ទឹកត្រីស្ករឲ្យបងប្អូនទស្សនាដូច្នេះហើយនេះខ្ញុំនឹងដាក់នៅខាងចុងវីដេអូដើម្បីបងប្អូនទស្សនាឥឡូវយើងធ្វើការបកខ្ទឹមរួចឥឡូវយើងយកម្ទេសមកកាត់ស្រដង់វាឲ្យស្អាតហើយយកទៅសម្អាតទឹកសំទោសបងប្អូនដែលខ្ញុំមិនបានដាក់វីដេអូលាងខ្ទឹមម្ទេសនៅក្នុងវីដេអូនេះណាឥឡូវនេះខ្ទឹមម្ទេសរបស់យើងបានសម្អាតរួចហើយចាំបងប្អូននេះគឺជាគ្រឿងផ្សំរបស់យើងនេះខ្ញុំប្រើម្ទេសខៀវជាង20គ្រាប់ម្ទេសក្រហម3គ្រាប់ខ្ទឹមចំនួន1មើមទឹកត្រី1ចានចង្កឹះហើយស្ករចំនួន1ស្លាបព្រាបាយចាំបងប្អូនបន្ទាប់ពីយើងប្រមូលគ្រឿងអស់ឥឡូវយើងមកសម្អាតក្តាមម្ដងសម្រាប់ការសម្អាតក្តាមនេះខ្ញុំប្រើច្រាសដុសធ្មេញដើម្បីសម្អាតណាបងប្អូនយើងសម្អាតក្តាមដុសរុះវាឲ្យពេញក្តាមតែម្ដងបងប្អូនដើម្បីឲ្យវាជ្រុះដីឬក៏ស្លែដែលជាប់វាបងប្អូនបន្ទាប់ពីលាងក្តាមជាមួយនឹងទឹកកករួចហើយនេះខ្ញុំយកក្តាមយកមកលាងជាមួយនឹងទឹកជាម្ដងទៀតដើម្បីឲ្យប្រាកដថាក្តាមយើងវាបានស្អាតហើយចាំបងប្អូនក្តាមខែកដឹកយើងនេះគឺថាខ្លាញ់ពេញស្នូកតែម្ដងក្តាមស្រែខ្លាញ់ពេញស្នូកអញ្ចឹងបើសិនបានស្លទឹកសម្លនំបញ្ចុកវិញមិនដឹងឆ្ងាញ់យ៉ាងណាទេបងប្អូនឥឡូវនេះខ្ញុំបានសម្អាតក្តាមជាមួយនឹងទឹកជារួចហើយបងប្អូន
បន្ទាប់មកយើងដាក់ក្តាមនោះឲ្យសោះទឹកសិនណាបងប្អូនមុននឹងយើងយកទៅត្រាំជាមួយនឹងទឹកត្រីចានចង្កឹះប៉ានេះឯងដែលខ្ញុំយកទៅវល់ទឹកត្រីណាបងប្អូនចានទឹកត្រីចំនួន1ចានចង្កឹះនេះគឺវាសមល្មមជាមួយនឹងក្តាមកន្លះគីឡូចាបងប្អូនចាក់ទឹកត្រីមិនចាំបាច់ពេញហៀចានចង្កឹះនឹងពេកក៏បានដែរចានេះគឺជាកែវដែលខ្ញុំដាក់ត្រាំក្តាមណាបងប្អូនកែវនេះទុកបានប្រហែលកន្លះគីឡូណាបងប្អូនខ្ញុំគិតថាក្តាមខ្ញុំប្រហែលកន្លះគីឡូវាសមល្មមជាមួយនឹងកែវទំហំកន្លះគីឡូនេះដែរដូច្នេះហើយនេះខ្ញុំដាក់ជាមួយនឹងកែវនឹងតែម្ដងទៅបន្ទាប់មកខ្ញុំចាក់ទឹកត្រីចាក់ស្ករចូលរួចកូរវាឲ្យវារលាយស្ករនៅពេលយើងត្រាំក្តាមទៅវាចូលរសជាតិផ្អែមប្រៃឡំជាមួយនឹងក្តាមណាបងប្អូនបន្ទាប់មកទៀតយើងចាប់ក្តាមដែលយើងបានសម្រោះទុកយកមកដាក់ក្នុងកែវតែម្ដងបន្ទាប់ពីខ្ញុំចាប់ក្តាមចូលក្នុងកែវរួចអស់ហើយនេះខ្ញុំដាក់ខ្ទឹមម្ទេសចូលតាមក្រោយតែម្ដងណាបងប្អូននៅពេលដែលយើងចាក់ខ្ទឹមម្ទេសរួចហើយយើងចាក់ទឹកត្រីដែលនៅសល់ចូលឲ្យអស់តែម្ដងចាំបងប្អូនចាក់ទឹកត្រីឲ្យវាលិចក្តាមណាបងប្អូនទៅក្តាមយើងវាអត់ស្អុយឥឡូវនេះក្តាមយើងបានរួចរាល់ហើយបងប្អូននេះហើយជាវិធីធ្វើក្តាមប្រៃងាយតែឆ្ងាញ់ហើយអាចរក្សាបានយូរបងប្អូនប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមបងប្អូនជួយចុច like subscribe និង share ដើម្បីគាំទ្រនេះខ្ញុំផងណាសូមអរគុណបងប្អូនសម្រាប់ការទស្សនាហើយជួបគ្នាក្នុងវីដេអូក្រោយសូមឲ្យបងប្អូនជួបតែសំណាងល្អអរគុណ